ព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទើបអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅស្អីគេហោះកាត់មុខយើងមិញហ្នឹងស្រមោលស្ទង់តែម្ដងហើយតែបើថាជាខ្មោចនឹងអាលចាប់ត្រាំស្រាផឹកអូយយើងអត់ដែលចេះខ្លាចអីទេវ៉យបានតែថ្លៃបដាការណាក្មួយឯងនៅប្រឹងរកសិនទៅក្មួយមិញមានតែមួយមិញត្រូវមើលមនុស្សណាស់មុននឹងលើកក្មួយស្រីមិញឲ្យនោះខ្ញុំនឹងគាត់តាក់ទងគ្នាធម្មតាតាខ្ញុំអត់បានធ្វើអីដែលខុសផងនឹងមិញតែក្មួយឯងណាទើបតែធំនោះទេតាក់ទងគ្នាមើលចិត្តគ្នាស្អីរឿងកែប្រែខ្លួនដើម្បីគ្រួសារចំណូលខែភ្លៀងវាច្បាស់ជារងាហើយទៅគ្រប់គ្នាមនីថែរក្សាខ្លួនថែរក្សាសុខភាពព្រោះខ្លាចជំងឺតាមយាយីខណៈនោះផងដែរមិញនឹងក្មួយស្រីកំពុងតែធ្វើដំណើរពីស្រែត្រឡប់ទៅផ្ទះវិញនាតាមផ្លូវក៏បានជជែកគ្នាជាច្រើនរឿងគិតទៅខែនេះត្រជាក់មែនសុខភាពបើមិនថែទេណាអាចនឹងឈឺហើយផ្ដាសាយតិចតួចអីរោគថ្នាំសង្កូវលេបទៅចាំមិញគឺត្រូវថែទាំសុខភាពខ្លួនឯងចឹងហើយបើយើងមិនថែខ្លួនឯងតើឲ្យអ្នកណាមកជួយថែជំនួសទៅមិញប្រាប់អាចេះមើលថែខ្លួនកុំឲ្យឈឺទៅវាពិបាកវាអត់ស្រួលទេណាមិនថាឈឺស្អីក៏ដោយដូច្នេះហើយមុនហូបអីត្រូវគិតពិចារណាផងមើលថាមកហូបនោះអាចហូបបានទៀតទេហើយហូបទៅប៉ះពាល់សុខភាពឬអត់មិនមែនចេះតែឃើញហើយហូបអត់គិតនោះទេចាំមិញខ្ញុំនឹងស្ដាប់តាមពាក្យសម្ដីរបស់មិញណែនាំខ្ញុំមិនងាយចេះតែហូបទេប៉ះហុកអាំងប៉ះហុកចិញ្ច្រាំអីគឺឆ្ងាញ់ណាស់មិញអត់អស់លុយទៀតមាត់ឯងនេះហូបឲ្យប្រមាណផងទៅខណៈដែលមិញនិងក្មួយកំពុងតែជជែកគ្នាឥតឈប់ក៏មានអ្នកជីកគោយន្តមកពីក្រោយព្រមទាំងសួរនាំអ្នកបដើក្មួយស្រីតាណាដែរហ្នឹងបើមិនយល់ទាស់ទេអ្នកអាចមកជិះគោយន្តជាមួយខ្ញុំបាននឹងមិនហត់កម្លាំងជើងដើរទៅផ្ទះវិញទេខ្ញុំជូនទៅដល់ផ្ទះដោយសុវត្ថិភាពតែម្ដងខ្ញុំនឹងក្មួយណាអរគុណច្រើនហើយលោកបងតែលោកបងទៅមុនចោះខ្ញុំដើរតាមបន្តិចទៀតដល់ផ្ទះហើយអ្នកអាចទេមានចិត្តមេត្តាឡើងមកជិះគោយន្តជាមួយខ្ញុំមកកុំឲ្យអ្នកហត់ក្នុងការដើរថ្មើរជើងថាអត់គឺអត់ហើយនិយាយដដែលម្លេះទេនេះមីអូនទៅជាមួយពូដែរទេចាំពូជូនដល់ផ្ទះខ្ញុំអត់ទៅទេពូមិញខ្ញុំអាចខឹងបានហេតុអីក៏អ្នកអត់ព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទើបអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅព្រមឡើងជិះគោយន្តជាមួយខ្ញុំឬក៏ទាល់តែឡានសេរីទំនើបទើបអាចជិះបានវាអត់តាក់ទងអីនឹងគ្រឿងយានជំនិះនេះទេតែមនុស្សអត់ចាប់អារម្មណ៍គឺបែបហ្នឹងពុទ្ធោឲ្យអ្នកសុទ្ធតែមិនចាប់អារម្មណ៍ទៀតចង់បានបែបណាទើបអ្នកចាប់ចិត្តចាប់អារម្មណ៍បានទៅលោកពេលមកដល់ផ្ទះមានអ្នកនៅរងចាំនៅមុខផ្ទះមិញសៃក៏បានសួរឡើងកំឡោះពីភូមិណាណែឯងមករកអីដែរហ្នឹងខ្ញុំរងចាំជួបក្មួយស្រីមីងមកជួបរកអីអត់មានអីស្វាគមន៍ផងទេហើយត្រូវជាអីបានមករកដល់ផ្ទះបែបហ្នឹងនោះប្រាប់តាមត្រង់មកខ្ញុំមកជួបធម្មតាតើមីងមិនចាំបាច់យកអីមកស្វាគមន៍ខ្ញុំទេខ្ញុំជាសង្សារក្មួយមីងសង្សារនឹងជាអ្វីណែអាក្មួយឮតែពាក្យថាសង្សារប៉ុន្តែមិញអត់យល់ទេខ្ញុំជាសង្សារក្មួយមីងសង្សារនឹងគ្នាជាគូស្នេហ៍ដែលគេស្រឡាញ់គ្នាហើយតាក់ទងគ្នាមើលចិត្តគ្នាមុនពេលចូលរោងការមីអូនចេះមានសង្សារទៀតដែរទើបតែធំសោះនឹងក្មួយមិញខ្ញុំនឹងគាត់តាក់ទងគ្នាធម្មតាតាខ្ញុំអត់បានធ្វើអីដែលខុសផងនឹងមិញតែក្មួយឯងណាទើបតែធំនោះទេតាក់ទងគ្នាមើលចិត្តគ្នាស្អីខ្ញុំអាយុ22ឆ្នាំហើយណាមិញតែមិញនៅតែបារម្ភណាស់ឯងនៅតែក្មេងដដែលនៅក្នុងកាយភ្នែករបស់មិញខ្ញុំនឹងក្មួយមីងតាក់ទងគ្នាបែបរាក់កំផែលតាអត់មានអីលើសលួសផងសុំកំកិតអីវែងឆ្ងាយពេកមីងឯងក៏ដឹងដែរថាមនុស្សចាស់គឺគិតច្រើនណាស់មិនថារឿងនេះតូចប៉ុណ្ណាទេឲ្យតែវាតាក់ទងនឹងសាច់ញាតិនៅក្នុងក្រុមគ្រួសារ
ពិសេសគឺកូនក្មួយដែលចិញ្ចឹមមកដោយផ្ទាល់ដៃតាំងតែពីតូចក្រូចឆ្មាមកម្លេះនេះ ខ្ញុំយល់តាមីងដូច្នេះហើយបានជាខ្ញុំមកឲ្យមីងស្គាល់បានឃើញមុខហើយសង្ឃឹមថាមីងនឹងយោគយល់អធ្យាស្រ័យដល់ខ្ញុំទាំងពីរ ធំអស់ហើយមនុស្សចាស់ដូចមីងពិបាកនឹងហាមឃាត់ណាស់ហើយណាស់ហើយចោះបើជ្រុលជាដូចនេះហើយណាតាក់ទងគ្នាតែម្ដងទៅតែកុំប្រហើនឲ្យលើសពីអ្វីដែលបាននិយាយចេញមក បាទមីងខ្ញុំមិនធ្វើអ្វីដែលលើសលួសនោះទេខ្ញុំជាមនុស្សដែលគោរពសម្ដីណាស់ ទង្វើឲ្យមកតាមផងកុំបានតែស្ដីពេកនោះ បាទខ្ញុំមិនមែនជាមនុស្សដែលបានតែសម្ដីនោះទេ មីងទៅក្នុងហើយណានៅជជែកជាមួយគ្នាចោះចាំមីងស្អីក៏បានចូលទៅក្នុងផ្ទះមករកអីដល់ផ្ទះខៃរអត់ថាត្រូវមកអញ្ចឹង ត្រូវមាត់ក៏លែងជាបញ្ហាទៀតហើយព្រោះយើងទាំងពីរទទួលបានយល់ព្រមពីមីងរបស់អូនហើយតើកុំឲ្យលួចលាក់ធ្វើមើលទៅចោលលួចសេះទៀត អូខេកាត់បែបនេះក៏បានដែរតែកុំឲ្យពាក្យសម្ដីដែលនិយាយចេញមកខុសទៅថ្ងៃខាងមុខឲ្យសោះជាពិសេសគឺសម្ដីដែលបាននិយាយជាមួយមីងខ្ញុំអបាញ់មិញនេះ មនុស្សប្រុសគឺត្រូវតែគោរពសម្ដីហើយមិនវេចវេនោះទេ ជឿត្រឹមនឹងសិនចោះចាំជឿសុបនៅថ្ងៃណាមួយដែលខ្ញុំគិតថាជឿបាន តាមចិត្តចុះបងអត់បង្ខំទេទំនេរពេលណាជឿពេលហ្នឹងបានបងទៅផ្ទះវិញហើយណាព្រោះបងចាំអនឯងយូរដែរហើយហ្នឹង ចាម៉ៃតាក៏បានចាក់ចេញទៅផ្លេតពេលដែលចប់សម្ដីហើយទៅហើយបានធ្វើចិត្តខ្លះឆរ៉ាក៏បានដើរចូលទៅក្នុងផ្ទះរកម្ដាយមីងរបស់នាងដែលកំពុងតែរងចាំនាងរួចជាស្រេចគេម្នាក់នឹងយ៉ាងម៉េចដែរទៅតាក់ទងទៅយល់ថាយ៉ាងណាដែរគាត់សុភាពបរោះហើយចិត្តល្អណាស់មីងគាត់ជាមនុស្សចេះយោគយល់មនុស្សតាក់ទងគឺរមែងតែសរសើរដូច្នេះហើយអត់ទេមីងខ្ញុំនិយាយត្រួសទេគាត់បានតែ50ទេអ្វីដែលខ្ញុំបាននិយាយនេះតែយ៉ាងណាក៏អាចទុកចិត្តបានដែរមីងសង្ឃឹមថាក្មួយនឹងមិនជ្រើសរើសមនុស្សខុសទេចោះចាំមីងម៉ៃតាមកដល់ផ្ទះវិញបែរជាជួបនឹងរឿងដែលធ្វើឲ្យគេសំភ្នែកសំត្រចៀកទៅហើយ ប្រុងយកស្រាខ្ញុំទៅណាខ្ញុំគ្រាន់តែផឹកកំដរអារម្មណ៍ខ្ញុំតែប៉ុណ្ណោះខ្ញុំបានផឹកយកសវឹងឯណា ផឹករត់ថ្ងៃមិនចេះផ្អាកហើយនៅថាចង់កំដរអារម្មណ៍ទៀតទេផ្អាកទៅកុំឲ្យស្លាប់ព្រោះតែសូរ៉ានេះអីអត់ល្អទេណានាំតែខ្មាស់ញៀតនោះទេ ខ្ញុំមិនចង់តប៉ែជាមួយម៉ែវាឯងទេឲ្យដបស្រានេះមកខ្ញុំមកស្រាថ្នាំស្រាសបើខ្ញុំផឹកទៅដេកស្រួលខ្ញុំផឹកអញ្ចឹងហើយ ដេកស្រួលស្អីបើដួលប៉ះភ្នូពេញផ្លូវរហូតសោះហ្នឹងគេហៅថាលេងផឹកបាយឆ្ងាញ់ដេកស្រួលហើយគេហៅថាប្រមឹកទៅវិញទេណាផឹកមួយបាយឆ្ងាញ់គេមិនហាមទេតែផឹកដល់ថ្នាក់ដួលវង្វេងផ្ទះហាគឺប្រមឹកហើយក ុំមកចេះឲ្យស្រាមកខ្ញុំយកទៅផឹកហើយជជែកជាមួយសាច់ញាតិបងប្អូនខ្ញុំដែលកំពុងតែចាំខ្ញុំនៅឯវាលឯនោះ សុទ្ធតែភ្នូខ្មោចហ្នឹងផឹកដល់ថ្នាក់ប្រមឹកឲ្យស្រាដឹកមុខហើយខំណាស់តិចបានស្លាប់ដោយសារតែស្រាហ្នឹងទៅបើផឹកមិនចេះកាត់នោះ ថាកុំចេះតិចខ្ញុំអត់បានឥឡូវហើយក ូនឯងមើលទៅកុំធ្វើចរិតដូចឪឯងណាពេលដែលចាស់ទៅអត់បានសាច់ការអីហើយនៅមកអំពលទុកដល់គ្រួសារទៀត កុំចេះតែនិយាយខ្ញុំអត់នាំទុកដល់អ្នកណាទេខ្ញុំដែលឲ្យម៉ែវាឯងទៅសែងខ្ញុំមកផ្ទះវិញដែរអត់ ទៅណាក៏ទៅចោះលេងចង់រវល់ទៀតហើយពូលឿនកាន់ដបស្រាដើរចេញពីផ្ទះដំរងទៅណាក៏មិនដឹងដើរមិនត្រង់ផ្លូវនោះទេកុំយកជីគំរូអសោះណាកូនត្រូវធ្វើជាមនុស្សដែលអាចពឹងពាក់បានស្រឡាញ់ប្រពន្ធកូនពេលដែលមានគ្រួសារទៅព្រោះថ្ងៃអនាគតកូនជាមេគ្រួសារហើយក៏ត្រូវមានទំនួលខុសត្រូវក្នុងខ្លួនណាកូន បានខ្ញុំយល់ច្បាស់ណាស់ពីរឿងនេះខ្ញុំនឹងមិនយកគំរូបែបនេះទេម៉ែកុំបារម្ភអី ល្អហើយកូនប្រុសចូលផ្ទះបានហើយណាកូន បាទម៉ែ ម្ដាយនិងកូនក៏បានចូលទៅផ្ទះបាត់ទៅពូលឿនដើរត្រេតត្រោតមិនត្រង់ផ្លូវក៏បានដួលនៅក្បែរកុំផ្ការបស់អ្នកភូមិ ស្អីខ្លះទេវ៉ៃគួរឲ្យធុញទ្រាន់មែនហ្មងដាំផ្កាអញ្ចឹងកើតដែរខំស៊ីអស់ឥឡូវហ្នឹង គាត់ក៏បានក្រោកឡើងបន្ទាប់ពីរអ៊ូអស់ចិត្តហើយ ចាំទុកណាកុំឲ្យយើងបានឃើញមុខឯងទៀតឲ្យសោះ និយាយចប់គាត់ក៏បានដើរបន្តទៅមុខទៀតជារឿយ
នាពេលយប់សំឡេងឆ្កែលាន់ឮពេញភូមិពូយ៉ាន់ជាមួយកូនប្រុសបើកូជន់ដឹកស្រូវទាំងព្រឺឆ្អឹងខ្នងកាត់យោដូចជាព្រឺឆ្អឹងខ្នងដល់ហើយកូនហើយចុះសំលេងឆ្កែលូអីលន់ទៅហឹងសម្បើម្លេះធ្វើឲ្យពុកជាមនុស្សចាស់នេះក៏ខ្លាចអំណយដែរកុំតែគិតច្រើនមើលពងជួនកាលវាព្រោះតែយាមផ្ទះឬក៏ឃើញមនុស្សដើរកាត់ទេហើយអាចជាលូដើម្បីកំសាន្តអារម្មណ៍ដូចគ្នាដែរពេលយប់ឡើងវាជាទម្លាប់ទៅហើយកូនឯងនឹងធ្លាប់ធ្វើជាសំណក់មែនទេបានជាដឹងម្លេះនឹងខ្ញុំនិយាយតាមតែអ្វីដែលខ្ញុំយល់ឃើញតាពុកមិនបានជាពួកម៉ាក់សំណក់ឯណាពុកគិតលេងទេខណៈនោះបែរជាមានអ្នករត់កាត់កូជន់របស់ពូយ៉ាន់ស្អីរត់កាត់មុខមិញហ្នឹងកូនឯងមិនឃើញអត់ខ្ញុំអត់បានឃើញអីទេពុកឆាប់បើកទៅលឿនឡើងទៅពុកកំពុងតែបើកទៅមុខហើយកុំទឿនពេកខ្លាចក្លាប់គោយន្តពូយ៉ាន់បើកកូជន់ទៅមុខកាន់តែលឿនតាមដែលអាចធ្វើទៅបានលែងហ៊ានងាកទៅណាតាមដងផ្លូវផ្ដេសផ្ដាសទៀតហើយពូលឿនកាន់ដបស្រាដើរពេញផ្លូវតម្រង់ទៅផ្ទះរបស់គាត់វិញតែគាត់ក៏ស្រាប់តែឃើញនៅអ្វីចម្លែកស្ទង់ហោះកាត់មុខរបស់គាត់ស្អីគេហោះកាត់មុខយើងមិញហ្នឹងស្រមោលស្ទង់តែម្ដងហើយតែបើថាជាខ្មោចនឹងអាលចាប់ត្រាំស្រាផឹកអូយយើងអត់ដែលចេះខ្លាចអីទេវ៉យនិយាយហើយគាត់ក៏បានបន្តដំណើរទៅមុខតែខណៈនោះគាត់បែរជាដួលដោយតាក់ជើងនិងអន្ទាក់គេដែលបានដាក់ទុកចាប់សាទអូយជួយខ្ញុំផងម៉ែវាជួយខ្ញុំផងអូយកូនអើយជួយឪផងកូននាពេលព្រឹកឡើងអ្នកភូមិដែលឆ្លងកាត់ឃើញក៏បាននាំយកពូលឿនទៅផ្ទះរបស់គាត់វិញនឹងហើយប្រាប់មិនស្ដាប់ឥឡូវចប់អន្ទាក់គេរបួសជើងតតែបានអញ្ចឹងហើយខានដើរផឹកហើយអ្នកកុំបន្ទោសគាត់អីយប់ឡើងគាត់មើលមិនឃើញទេហើយណាមួយធ្លាក់ភ្នែកអស់ទៅហើយអរគុណហើយពូដែលបានយកពុកមកដល់ផ្ទះវិញចាំខ្ញុំយកគាត់ទៅពេទ្យពូទៅវិញហើយណាល្មមឈប់ផឹកស្រាហើយលបងអើយវាអត់បាននាំផលប្រយោជន៍អីមកក្រុមគ្រួសារទេមានតែនាំរឿងឲ្យក្រុមគ្រួសារច្រើនជាងខ្ញុំដឹងហើយកុំតន់អាលបដៅខ្ញុំមើលអាកូនយកឪទៅពេទ្យបានពងកូនប្រុសក៏បាននាំឪពុកទៅកាន់មន្ទីរពេទ្យឆោរ៉ាកំពុងតែដាក់ហាលត្រីសុកពូយ៉ាន់ក៏បានចូលមករកនាងឲ្យភ្ញាក់ធ្លាក់ត្រីមកលើដីយ៉ាងដំណំអើយពូមកស្ងាត់អញ្ចឹងខ្ញុំភ្ញាក់សឹងអីទៅហើយមីងក្មួយឯងទៅណាពូមករកមីងទេមិនបានមករកក្មួយទេមិញនៅក្រៅផ្ទះបេះបន្លែពូទៅរកគាត់ចាពូទៅសិនហើយអញ្ចឹងពូយ៉ាន់ក៏បានដើរទៅក្រៅផ្ទះតាមសម្ដីរបស់នាងប្រាប់មករកតែមិញខ្ញុំតែម្ដងពូបន្ទាប់ពីចេញពីពេទ្យដោយមានរបួសនៅជើងត្រូវដេកជាច្រើនធ្នេពូលឿនក៏បានត្រឹមតែសម្រាកនៅលើគ្រែដើរមិនបានវេទនាម្លេះហេតុអីក៏ខ្ញុំត្រូវដេកឈឺអញ្ចឹងណោពុកសម្រាប់ព្យាបាលឲ្យជាសិនទៅហើយបើចង់ពិសាស្រាទៀតវាអាចជាយូរបន្តិចហើយទម្រាំតែបានជាស្រួលបួលឃើញឪឯងស្ថិតនៅក្នុងសភាពដូចនេះទៅហើយនៅតែហ៊ានឌឺឪឯងទៀតយីអាកូននេះខ្ញុំសុំចាត់ពុកទៅចុះបើពុកធូរស្រាលវិញគួរតែកាត់បន្ថយពិសាស្រាទៅព្រោះវាប៉ះពាល់ដល់សុខភាពរបស់ពុកខ្ញុំមិនចង់ឲ្យពុកមានរោគបៀតបៀននោះទេពុកនឹងផ្អាកផឹកផ្អាកទៅណាហើយបើមិនផ្អាកមានតែវាទៅរកស្រាខ្ញុំនឹងកូនណាចំណាយថ្លៃព្យាបាលលើឪវាឯងច្រើនណាស់បើអត់គិតឃើញទេណាខ្ញុំក៏នឹងលេងនិយាយលេងមើលមុខទៀតហើយទុកឲ្យស្លាប់តាមកន្លែងនឹងហើយពុកគួរតែគិតគូរពីសុខទុក្ខខ្លួនឯងជាមុនផងព្រោះពុកជាអ្នកឈឺមិនមែនខ្ញុំនឹងម៉ែទេពុកដឹងខុសហើយពុកសុំទោសម៉ែវាឈប់ល្អូទៅណាខ្ញុំនឹងមិនធ្វើដូច្នេះទៀតទេខ្ញុំឃើញហើយថាខ្ញុំវាឈឺក្រំក្នុងឈឺរបួសខាងក្រៅឈឺសពសារពើតែម្ដងពេលនៅស្ងៀមដូច្នេះបើកែគឺល្អបានកែគឺកែហើយ
ពូលឿនក៏បានបដិញ្ញាចិត្តឈប់ពិសាគ្រឿងស្រវឹងឲ្យស្រវឹងខួបដើរមិនត្រង់ផ្លូវទៀតហើយបន្ទាប់ពីប្រទះនឹងភាពវេទនាដោយសារតែការសេពគ្រឿងស្រវឹងនេះឯងមួយរយៈក្រោយមកម៉ៃតាយកផ្លែឈើមកជូនម្ដាយមីងឆរ៉ាដល់ផ្ទះយកផ្លែឈើមកលេងទៀតដែរមានគោលបំណងអីដែរទៅក្មួយ ខ្ញុំមកលេងសួរសុខទុក្ខធម្មតាទេមីងមួយរយៈនេះមិនសូវបានជាមកជួបឆរាទេព្រោះនៅជួយការងារម៉ែនិងមើលពុកឈឺផងមីងគិតថាក្មួយឯងអាចមកធ្វើក្មួយភាសាមីងបានតែថ្លៃបដាការណាក្មួយឯងនៅប្រឹងរកសិនទៅក្មួយមីងមានតែមួយមីងត្រូវមើលមនុស្សណាស់មុននឹងលើកក្មួយស្រីមីងឲ្យនោះ ខ្ញុំអាចយកក្មួយមីងបានព្រោះតែខ្ញុំក៏មានមុខរបរការងារច្បាស់លាស់ដែរមីង មីងទុកចិត្តក្មួយហើយអូខេណាហើយឆាប់ចូលមក បានអរគុណមីងដែលទុកក្មួយឲ្យខ្ញុំ ចាក់ចេញពីផ្ទះរបស់មីងសៃហើយម៉ៃតាក៏បាននាំឆរ៉ាមកជម្រាបសួរដល់ឪពុកម្ដាយលោកពេលរសៀលទៅជូននាងត្រឡប់ទៅផ្ទះវិញខ្ញុំបានជួបពុកម៉ែបងឯងហើយគាត់ចិត្តល្អហើយត្រូវគ្នាណាមិនតតេងខ្វែងគំនិតគ្នាឡើយ មុននឹងខ្វែងគំនិតគ្នានេះគាត់ប្រកែកគ្នាមកឆ្អែតទៅហើយបងមើលលង្សំភ្នែកស្ដាប់លង្សំតិចព្រោះគាត់ដូចតែគ្នាទេពេលនេះគាត់លេងអញ្ចឹងទៀតហើយគាត់សម្របសម្រួលគ្នាបានច្រើនហើយបងនឹងចូលរោងការឆាប់នាពេលខាងមុខនេះ ចាខ្ញុំនឹងរងចាំបង បងទៅផ្ទះវិញហើយណា ចាបាយបាយអ្នកទាំងពីរបំបីផ្លូវគ្នាត្រឹមនេះឪពុកម៉ៃតាក៏បានកែប្រែខ្លួនពីមនុស្សដែលចូលចិត្តក្រេបសូរ៉ាក្លាយមកជាមនុស្សដែលអាចផ្ដាច់បានដែលយូរម្ដងទៅពិសាហើយលុយកាក់ក៏សល់ក្រែលដែរជំងឺក៏មិនសូវហ៊ានបៀតបៀននោះដែរលុះ2ឆ្នាំក្រោយមកកូនប្រុសរបស់គាត់ក៏បានរៀបមង្គលការចេញទៅរស់នៅផ្សេងដាច់ដោយឡែកពីគ្រួសារទាំងសងខាង